សួស្តីអ្នកនរគ្នានឹងឲ្យអ្នកនរគ្នាបានទស្សនាតាមបដោយព្រះអង្គផ្លូវអ្នកនរគ្នាឥឡូវយើងបានមកដល់ចូលគៀកទៅនឹងទីតាំងអាងតាពាំងថ្មអ្នកនរគ្នាអញ្ចឹងនេះគឺជាទស្សនវិជ្ជាមួយចំនួនដែលខ្ញុំចង់បង្ហាញអ្នកនរគ្នាបន្ថែមទៀតពាក់ព័ន្ធទៅនឹងយើងផ្លូវចូលទៅនឹងអាងតាពាំងថ្មអ្នកនរគ្នាអញ្ចឹងនេះភូមិគេអ្នកនរគ្នាភូមិនៅក្បែរហ្នឹងអញ្ចឹងយើងឃើញនៅផ្លូវស្អាតហើយវារួមតែទៅគាត់ថាចេះឲ្យរៀងដីហុយបន្តិចនេះផ្ទះគេធំៗណាស់អ្នកនៅម្ដុំហ្នឹងឃើញស្រាប់ហើយក្នុងវីដេអូអញ្ចឹងឃើញមានស្រែមានស្រូវយ៉ាងតំណងស្អាតនេះនឹងខៀសង្ងាត់កន្លែងខ្លះក៏ទុំអីចឹងទៅអ្នកទៀតអញ្ចឹងយើងឃើញក្នុងវីដេអូនេះគឺស្អាតមែនទែនហើយយើងមានអារម្មណ៍ថាត្រជាក់អ្នកនេះបើសិនបើមានពេលទលេអាចទៅមើលសត្វនៅនឹងបានអ្នកនេះឥឡូវយើងដល់ស្នាក់ការហើយទៅស្នាក់ការបន្ថែមប្រចាំទៅអាងតាពាំងថ្មយើងហ្នឹងអ្នកនេះហើយក៏កន្លែងចតទី1របស់យើងដែរសម្រាប់ចុះបាត់ដៃបាត់ជើងអ្នកនេះហ្នឹងហើយស្នាក់ការរបស់ការពារទេសភាពអាងតាពាំងថ្មយើងហ្នឹងអ្នកនេះឃើញស្រាប់ហើយក្នុងវីដេអូហ្នឹងយើងចាប់បាត់ដៃបាត់ជើងនេះឥឡូវនេះយើងនៅលើតំណប់អ្នកនេះតែយើងចេញពីស្នាក់ការទៅត្រង់ហើយយើងឡើងតំណប់ហើយយើងឃើញនេះគឺជាទស្សនវិជ្ជាអាងតាពាំងថ្មចំណុចអ្នកនេះធំណាស់នេះយើងឃើញមើលពីលើតំណប់ទៅគឺធំហ្មងអ្នកនេះអញ្ចឹងនេះគឺជាសកម្មភាពនៅ activity របស់យើងនៅពេលព្រឹកនេះសម្រាប់ទៅថ្ងៃដែលយើងចុះទៅកម្មសិក្សាហ្នឹងគឺយើងទៅមើលសត្វតំណណាហើយសត្វដែលយើងឃើញគឺមានដូចជាក្រូចទៅមើលហ្នឹងអាចជាគ្រីលអាចជាសត្វផ្សេងទឹកចឹងនេះទីបដាថតបដាជូនអ្នកនេះពីទេសភាពតាមដងផ្លូវនេះធំមែនទែនដូចក្នុងវីដេអូមុនខ្ញុំបានប្រាប់ហើយគឺអាងតាពាំងថ្មនេះអាចស្តុកទុកបាន120លានម៉ែត្រគីបអ្នកនរច្រើនមែនទែនណាហើយក្រៅពីជាកន្លែងមើលសត្វក៏វាជាជំរកសត្វមច្ឆាត្រីយើងយ៉ាងដែរអ្នកនរនិយាយរួមទៅគឺអាងតាពាំងថ្មនេះគឺជាលើកទី1របស់ខ្ញុំដែរខ្ញុំបានមកហើយក៏វាជាហៅថាបុត្រជាដែរបានមកកន្លែងហ្នឹងតាមរយៈកម្មសិក្សាហ្នឹងអ្នកនេះទស្សនវិជ្ជាទាំង4ហ្នឹងតែកន្លែងខ្លះក៏វារាំងមើលទៅវាដូចមានដុះអីចឹងអ្នកនេះអញ្ចឹងឃើញថាវាស្អាតមែនទែនខែនេះខែរាំងស្ងួតហើយអ្នកនេះចឹងប្រាំងហើយអញ្ចឹងទឹកវារាំងស្រកទៅតាមហ្នឹងអញ្ចឹងហើយណាមួយគេអាងតាពាំងថ្មនេះក្រៅពីនេះក៏គេបូមយកទៅដាក់ស្រោបចឹងណាខ្សែទៅយ៉ាងនេះឥឡូវនេះខាងក្រុមការងារយើងខាងសខាកម្មយើងអស់បានចុះមើលសត្វមើលអីហ្នឹងសត្វទួយហ្នឹងនេះទៅមើលកែចិត្តបានឃើញមើលសម័យហ្នឹងអញ្ចឹងយើងឈប់មើលបដាហ្នឹងដើម្បីឈប់មើលគេហៅថាមើលនេះអត់មើលសត្វអញ្ចឹងយើងមើលបដាខ្ញុំភ្លេចចេញតាមឡានថតអ្នកនេះមើលប៉ុន្តែគាត់ថាអ្វីដែលខ្ញុំអាចថតឲ្យអ្នកនេះបានមើលពីគឺទស្សនវិជ្ជាគឺបែបហ្នឹងគឺអានពេលថ្មរបស់បែបហ្នឹងអ្នកនេះសម្បូរសត្វសម្បូរអីហ្នឹងនិយាយថាគាត់ស្លាប់ចឹងចាំមើលខ្ញុំនឹងបង្ហាញពីនេះចំនួននេះឥឡូវនេះគឺជាក្បួនឡានយើងបានមកដល់ខាងផ្នែកខាងលើនៃអាងហ្នឹងណាគឺវាលម្ដងហ្នឹងឃើញសត្វក្នុងវីដេអូមកគឺវាធំម្ដងហ្នឹងវាស្រែមិនវាស្រែវាជាវាកក់ដូចអីហ្នឹងអញ្ចឹងទៅសត្វអស់ហ្នឹងគឺជាមានគ្រាមានចយ៉ងកសមានអីលាក់ច្រើនខាងមុខបាក់ព្រោះនេះមានជំគាខ្យងមានអីចឹងវាមកស៊ីហើយវាគោខ្យងនៅហ្នឹងគោខ្យងហ្នឹងបានថតទឹកថតហ្នឹងមើលគឺគោខ្យងហ្នឹងវាជ្រៀយកតែអាសាច់ហ្នឹងចេញពីស្ពតហ្នឹងហើយដាក់ខ្យងនោះពណ៌នេះគាត់អត់ត្រូវប៉ុន្តែគាត់ថាអាហ្នឹងវាចឹងបៀបចឹងហើយអ្នកនេះឃើញស្រាប់ហើយឡានយើងបានឈប់មើលសត្វហើយខ្ញុំមើលថតអត់ដល់ទៅកាមេរ៉ា GoPro អញ្ចឹងវាទូចពេកអីចឹងគាត់ថតសកម្មភាពតែគាត់ថតសត្វអីចឹងណាហើយយើងឃើញ
យើងក៏បានមើលព្យាយាមមើលសត្វអញ្ចឹងហ្នឹងកន្លែងនេះគឺឃើញគ្រីខ្ពស់ណាឃើញទៅមើលឃើញច្បាស់ចាស់ហ្មងមួយនឹងសមែលយើងហ្នឹងនឹងឃើញបងគាត់មើលហើយឃើញនេះម្ដងអ្នកឃើញសត្វឃើញអីអញ្ចឹងណាហើយឃើញចាដូចបានគូដូច5 6ក្បាលដែរដូចអញ្ចឹងអ្នកនេះអញ្ចឹងទៅច្រើនហើយយើងវាជារដូវនេះវារាំងពិបាកចំណៃបន្តិចចឹងហើយណាមួយយើងទៅរាំងថ្ងៃដែរអ្នកអត់ឃើញច្រើនបានបន្តិចដែរសារដល់នេះហើយឃើញវាធំចឹងមកនេះវាធំបែបចឹងមកធំល្វើយចឹងណាតែទៅភ្នែកចឹងហើយធំមែនតើនៅវាហើយយើងឃើញថាវាធំចឹងហើយវាជាអំណោយផលដែរសម្រាប់សត្វតែរោគចំណីចឹងនៅហ្នឹងក៏មានជាកន្លែងហើយមានដើមឈើមួយចំនួនបងលេចឹងណាបងលេទៅហើយក៏បងលេដើម្បីសម្គាល់កន្លែងវាបងកោកន្លែងអីហ្នឹងវាសម្បូរច្រើនជាពិសេសពួកប្រភេទពួកសត្វតយងជាកងកសរនាលពោរនាលអីយ៉ាងនិយាយលំទៅគឺច្រើនមែនទេណាអញ្ចឹងដើរក៏ខ្ញុំដើរចេញពីនេះគឺឃើញខ្ញុំថតទស្សនភាពនេះយើងក៏បានឃើញសត្វហ្នឹងសត្វទៅថាជាខ្ញុំទៅជាអត់ដឹងដែរណាសត្វទៅជាមិនដឹងថាជាកាត់វាងាប់វាកាត់អីអត់ងាប់ចឹងណាគឺងាប់នៅចងាងហ្នឹងមកងាប់ច្រើនគាត់ថាវាអាចមកពីចាស់ចរីឬក៏ចឹងមិនយើងអត់ដឹងណាវាងាប់ចឹងក៏ថតទៅហើយវាយ៉ាងដែរហើយគឺងាប់ឡើងនឹងគ្រីបហ្នឹងហើយយើងអត់ដឹងថាវាងាប់ស្ដាយដែរឃើញវាចឹងមកហើយខ្ញុំក៏បាននេះហ្នឹងឡើងតាមចដើហ្នឹងតាក់ទៅនេះឃើញប៉មបញ្ញាផាយគឺបញ្ញាប៉មពេលខ្ញុំថតពីថ្ងៃឃើញប៉មតិចតួចគឺខ្ញុំឡើងអាប៉មហ្នឹងឡើងពឹកហ្នឹងតែហ៊ានឡើងពុះពេញហ្នឹងមើលទិដ្ឋភាពខាងលើហ្នឹងស្អាតមែនទែននេះចាប់ដើមស្អាតដល់ដៃមួយកាន់កាមេរ៉ាដៃមួយឡើងនេះមើលចដើហ្នឹងគឺខ្លាចចិត្តកោះចដើនេះគាត់ថាគេស្អាតលើគឺមើលទៅឃើញស្អាតនឹងឃើញវាវាស្ដាយគឺបែបហ្នឹងហ្មងនេះបែបហ្នឹងម្ដងយកម៉ាក់ទៅផងយកកូនទៅផងបែបហ្នឹងមកទិដ្ឋភាពចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយកំតែអ្នកមកជួយចិត្តវីដេអូនេះអាចជួយ Subscribe like ហើយនឹងជា Channel របស់ខ្ញុំវីដេអូបន្តទៀតដើម្បីទទួលវីដេអូថ្មីបន្តទៀតcòn thấy nhát mới nè mà mơ rồi thấy nhau chiếc ơi lên chiếc ơi ra